អូខេដូចជាសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបថតវីដេអូក្នុង YouTube ណាបងប្អូនឥឡូវយើងចូលមកកាន់រូបថតឲ្យបានត្រឹមត្រូវសិនបងប្អូននេះចុចទៅកាមេរ៉ាបងប្អូនដល់ពេលយើងថតបានហើយយើងចុចចេញសិនណាបងប្អូនហើយយើងចូលមកកាន់ក្នុង YouTube ចូលមកកាន់ក្នុង YouTube ហើយតបមកយើងចុចអាកន្លែងឈប់តបមកយើងចុចអាកន្លែងកដាលបូកនេះបងប្អូននេះពេលទៅយើងជ្រើសរើសអាវីដេអូណាដែលយើងធ្វើវីដេអូណាបងប្អូនវីដេអូយើងថតមិញណាបងប្អូនឥឡូវខ្ញុំយកអាមួយនេះបើបងប្អូនថតបានហើយបងប្អូនយកមួយណាយកចុះសម្រាប់ខ្ញុំថតបានហើយខ្ញុំយកមួយហ្នឹងអូខេដូចជាសួស្តីពុកម៉ែបងប្អូនតបមកប្រាប់ពីយើងត្រូវចុចបន្ទាប់អូខេឥឡូវបងប្អូនយើងចុចបន្ទាប់ទៅមកចុចដល់កន្លែងមកចុចហើយជប់ហើយយើងត្រូវចុចចំណុច2ដាក់ចំណងជើងដាក់មួយនេះនិងជ្រើសរើសកូនក្មេងឬមិនកូនក្មេងអូខេសម្រាប់ខ្ញុំដាក់ចំណងជើងសិនអូខេឈប់បងប្អូនខ្ញុំបបាក់មើលអក្សរនេះបន្តិចខ្ញុំហ៊ានមើលអក្សរនេះតិចយើងធ្វើហើយតបទៅពេលយើងធ្វើហើយយើងដាក់ចំណងជើងអីរួចតបមកយើងដាក់ចំណងជើងរួចយើងចូលកន្លែងនេះសិនហើយតបមកយើងចុចអាកតានេះសិនមកទៅយកកតាសិនហើយតបមកយើងចូលកន្លែងនេះចូលមនុស្សនេះហើយបងប្អូនចង់ជ្រើសរើសយកមួយណាក៏បានដែរបងប្អូនមួយណាក៏បានដែរនេះបងប្អូនចង់យកអាបង្កើតឡើងសម្រាប់កុមារក៏បានចង់បង្កើតឡើងសម្រាប់កុមារក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំយកអាក្រោមគេបន្ទាប់មកយើងចុចចេញសិនទៅហើយយើងនៅទុកវា2 3 4នាទីទៀតឬក៏2 3 4ម៉ោងយើងកុំធ្វើលឿនពេកប្រយ័ត្ននេះយើងនេះគេនេះអត់នេះសង្គមឲ្យបងប្អូន
ទៀត2 3 4 10នាទីទៀត2 3 4នាទីឯងបងប្អូនវាមិនយូរទេបងប្អូនអើយហើយបើបងប្អូនដាក់2 3 4នាទីហើយយើងចុចអាកន្លែងនេះមកកណ្ដាលនេះមកចុចកន្លែងនោះមកហើយយើងចុចអាលើវិញចុចលើគេវិញតោះមកយើងចុចចេញហើយបងប្អូនចង់ទុក2 3 4នាទីទៀតក៏បានចង់ចុចបង្ហោះទៀតក៏បានដែរបងប្អូនបើបងប្អូនកុំចុចលឿនពេកបងប្អូនទុក2 3 4នាទីទៅ1នាទីក៏បាន2នាទីក៏បានដែរបងប្អូនសម្រាប់តែធ្វើអញ្ចឹងទេបើបងប្អូនធ្វើលឿនពេកអញ្ចឹងយើងអាចរកលុយហើយក៏អត់សូវមានមើលដែរបងប្អូនអូខេឥឡូវយើងចាប់ផ្ដើមចុចបង្ហោះទៅតមករួចជាការស្រេចហើយដល់ពេលយើងចុចនេះទៅនេះវាផ្លង់ចូលមកកន្លែងនេះខ្លួនឯងនេះឃើញនេះឥឡូវគេអស់នេះបងប្អូនអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយសូមអរគុណបាយ